ប្រជាពលរដ្ឋរបស់យើងទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពពីចម្ងាយម៉ោងនេះខ្ញុំជាមួយសេនាងបន្តព័ត៌មានចាប់ពីម៉ោងនេះទៅហើយព័ត៌មានរបស់ខ្ញុំប្រិមិត្តបានដឹងហើយថាដោយសារតែស្ថានភាពស្ថានភាពព្រំដែនប្រទេសរបស់យើងត្រូវបានឈ្លានពានពីប្រទេសជិតខាងហើយខ្ញុំជាអធិភាពតែងតែនាំយកនៅព័ត៌មានពិតច្បាស់ដែលកើតឡើងនៅឯទីតាំងផ្ទាល់ដែលកន្លែងណាដែលខ្ញុំក្រុមការងារខ្ញុំអាចទៅដល់អាចយកបានដោយភ័ស្តុតាងជាក់ច្បាស់ខ្ញុំនឹងជម្រាបជូនដើម្បីឲ្យបានជ្រាបជាព័ត៌មានដែលបងប្អូនខ្លះលោកយាយលោកតាខ្លះគាត់មិនមានចេះមើល Facebook ចេះអីគេគាត់ថាបានទទួលទោសនឹងឯងឬក៏ពេលខ្លះក៏គាត់ស្ដាប់វិទ្យុទៅចា៎បាទហើយបងប្អូនអ្នកជំនាញខាងមើលតាមបណ្ដាញសង្គមអានឹងលោកអ្នកបានដឹងហើយគឺនឹងទទួលបានព័ត៌មានច្រើនហើយព័ត៌មានច្រើនខ្លះក៏ជាព័ត៌មានមិនពិតដែរបាទអញ្ចឹងទេក្នុងនាមខ្ញុំដែលជាស្ថានីយ៍ដែលផ្សាយចេញទៅមានអង្គតែនអីធំទៅមានការិយាល័យធ្វើការអីធំទៅមានបុគ្គលិកអីគ្រប់ខេត្តក្រុងអ្នកយកព័ត៌មានដែលមានក្រមសីលធម៌យើងត្រូវតែនិយាយឲ្យច្បាស់ចា៎ឥឡូវនេះខ្ញុំគ្រាន់តែរៀបរាប់ខាងដើមប៉ុណ្ណឹងបន្តិចប៉ុន្តែបងប្អូនប្រកាសជាចង់ដឹងថាព្រឹកនេះមិនទេចា៎បាទគ្រាន់តែចូលបើកក្បាល live ភ្លាមប្រិមត្តចាប់ផ្ដើមចូលមកច្រើនចាប់ផ្ដើមឡើង view ឡើងមកតែម្ដងបាទចា៎អញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងដឹងអំពីព័ត៌មាននៅព្រឹកនេះសិនបាទព័ត៌មានយើងយកអាថ្មីសិនបងប្អូនណាយើងហូបអាថ្មីសិនចាំអាចាស់ដែលជំនុំដែលស្ងោទុកពីយប់មិញពីម្សិលមិញអីចាំទៅតាមក្រោយឥឡូវខ្ញុំនិយាយម៉ោងនេះសិនមើលគិតម៉ោងនាងម៉ោង 8:06 នាទីបាទម៉ោង 8:06 នាទីឥឡូវខ្ញុំទាញចេញពីខេត្តព្រះវិហារមកមុនចា៎បងប្អូនព្រោះម្សិលមិញខ្ញុំទាញចេញពីខេត្តពោធិ៍សាត់ចា៎នៅធម្មតាដែលចាប់ដើមផ្ទុះឥឡូវខ្ញុំទាញចេញពីខេត្តព្រះវិហារមកមុនបាទដើម្បីឲ្យបងប្អូនតាមដានតាមកលៈបាទអញ្ចឹងសម្រាប់ព្រឹកនេះនៅខាងតំបន់ខេត្តព្រះវិហារតំបន់ខេត្តព្រះវិហារដែលជាចំណុចតាមភ្នំដងរៃលោកអ្នកបានជាបាយគឺចំណុចដែលផ្ទុះដំបូងមុនគេបំផុតនៅមុំ3នោះឯងមិនចាំទេចា៎បាទដែលដំបូងដែលដើមចំដែលផ្ទុះដំបូងដែលធ្វើឲ្យទាហានយើងស្លាប់ម្នាក់ហ្នឹងគឺចំណុចមុំ3បានន័យថាផ្ដើមពីថ្ងៃរាប់ពីថ្ងៃ28កក្កដាបាទមុំ3 21ឧសភាអធិស្ឋានឧសភាហ្នឹងហើយអញ្ចឹងសម្រាប់ម៉ោងហ្នឹងខ្ញុំកំពុងនិយាយហ្នឹងគឺនៅមុំ3ព្រឹកនេះអត់ទាន់មានសម្លេងផ្ទុះទេបាទព្រោះខាងខ្ញុំត្រូវការទៀងទាត់អញ្ចឹងព្រោះនៅខាងទាហានយើងមិនអាចតាក់ទងបានទេម៉ោងនេះព្រោះគាត់ត្រូវការប្រយ័ត្នប្រយែងណាប្រព័ន្ធសេវាទូរស័ព្ទហ្នឹងតែក្រុមការងារយើងគឺត្រូវក្តាប់នៅមុំ3គឺម៉ោងហ្នឹងគឺនៅស្ងប់ស្ងាត់ហើយបន្ទាប់ពីមុំ3មកបងប្អូនគឺតាមលំដាប់ដោយគឺនៅមកដល់អានសេះបាទអានសេះព្រឹកនេះក៏វាហាក់បីដូចជានៅស្ងប់ស្ងាត់ទេតែខ្ញុំនិយាយសម្រាប់ម៉ោងហ្នឹងមកបងប្អូនគេលើថាតិចទៀតទៅផ្ទុះហើយអីខ្ញុំកំណត់ថាទីថាអត់អីប៉ុន្តែសម្រាប់ឥឡូវផ្ទុះអាហ្នឹងធម្មតានៅតាមព្រំដែនបងប្អូនជួនកាលពេលខ្លះម៉ោងហ្នឹងវាកំពុងតែស្ងាត់ស្ងៀមមែនប៉ុន្តែសម្រាប់ក្រោយមកវាទៅកើតឡើងប៉ុន្តែចឹងហើយបានខ្ញុំនិយាយអាប់ដេតតាមម៉ោងចានិយាយរួមទៅវិវត្តរហូតពីមួយវគ្គទៅមួយវគ្គអានសេះក៏អត់ទាន់អីដែរបន្ទាប់ពីអានសេះមកគឺនៅចំណុចអូផ្កាស្នេហ៍ហើយនឹងជាប់តែបាទក៏អត់អីដែរនៅស្ងប់ស្ងាត់តបមកភ្នំខ្មោចអត់អីដែរប៉ុន្តែមកតាថាវចំណុចតាថាវគឺទិសខាងកើតប្រាសាទព្រះវិហារព្រឹកមិញគឺថៃបានផ្លោងមកតាំងពីម៉ោង6បាទម៉ោង6គឺចាប់ផ្ដើមហើយបន្ទាប់ពីនឹងមកជើងភ្នំប្រាសាទព្រះវិហារនៅម្ដុំមុំ3នៅម្ដុំសបុកឃ្មុំម្ដុំភ្នំត្រប់đâyហ្នឹងគឺថៃបានផ្លោងមកតាំងពីម៉ោង6ចា៎បាទអញ្ចឹងនៅខាងប្រាសាទព្រះវិហារខេត្តព្រះវិហារគឺខ្ញុំទទួលបានក្រុមការងារខ្ញុំដែលទទួលបានថាផ្ទុះដោយការផ្លោងពីចម្ងាយរបស់ទាហានសៀមបានកើតឡើងម៉ោង6ព្រឹកប៉ុន្តែពីយប់គឺនៅមួយអញ្ចឹងបាទឥឡូវធ្លាយមកដល់ខេត្តឧត្តរមានជ័យបាទខេត្តឧត្តរមានជ័យជាប់សង្ងាំងសុកអន្លូវែងគឺអត់អីទេនៅស្ងប់ស្ងាត់ដដែលបាទហើយមកដល់ប្រាសាទតាមន់តាកបីអូស្មាច់នឹងមកកញ្ជុំទៅនឹងមក
mà cái trong tận năng dây ở trong món sọp mỏng ổ smite ấy bờ sạt khna bờ sạt khna tại cái bay mỏ đôn tà món chụp ở kỳ bà bực mấy tăng từ mong pram chiến cứ mùi vậy bà thay phao như vậy thì cứ thay phao mà mùi thế vấn đề rồi hốt một đôi mong của mùi chiến chập đầm thần bà chập đầm thần một đôi mong trong của phun tên dây nữa cứ chùm chọc kia bà nếu ta món ta có bay nếu chùm được mà chung nè nếu nếu không tự đấy khai được đo mình chạy về mình hơi về mình đại số một trong thằng này thì cho bà sát này ta có bay với mày tới thì bằng vốn chùm được đi khi ông xong thì dây đôi xa tới cả bánh rụp hiếp một to khi này bà rụp hiếp bà sát này ví rụp hiếp bà sát ta có bay điệp thiệp kia bà sát ta có bay nêu mong đi pin đi bạn này ta phải khó trung tị đào mày bà khó trung tị đào mày bạn này ta ca bị dụt cái 5 tháng ngày cái lòng mà nó cứ bà sát đi nếu tùm rúng đào bàn tay ở lên đi bắt bóng trung tị đào bà bắt bóng trung tị đào mà vốn đời xa ta hiền xiêm liên piên đi cứ kịp chia diêm bằng lạnh bà chia diêm bằng lạnh ban đây ta tụi bây khi ở ban căn cắp bàn tay thì mấy chọn bằng lạnh chào bà lúc nè ban khơi như này giờ mình bán tới tay cầm bà chào cầm lạnh chào đây ở đấy bây giờ mới để pi chờ rắc đâu bao phụ liên piên bà chờ rắc cứ bằng lạnh mỏng là ngày cứ cho ọt cho bà phụ mà sao mình tam con trọp rồi bao giờ để cầm pung tại to xuống làm xuất phanh có anh ở đây cứ tụp cầm oi sệt trâu lần một bàn cứ phụ nấu một nắng bà tam tụi con miền nó ta lần một vào trường hơi chẳng đột cơ phòng bà hay bà tam con trọp dương thì dây cao phèo cá đấy ta đôi chia đột cơ nấu một nắng đã bỏ thái xe chơi cương này mới bình tiết ở đây mặt cọt miền trồng ngó cọt su đáy cọt trong phải trẻ ở đôi chia nông trọp té cả hom nâng đầm bòn mà trồng nuốn cứ thay dương căn cặp bàn tầng ọt tầng sông đáy được coiอย่างนั้นkhông bằng này anh đang được ra here bây giờ mà chúng ta tập tập được thôi nhưng bây giờ một đo miền tây vậy tập được thôi tập ở đo miền tây và chẳng nè nếu cứ nếu bà sa ta có bảy nó cứ trong gì thà vừa trung tri đào nó cứ bạch bọt hay bàn tay dương không điểm đẹp qua đến mau đi pin đấy dương mình ai châu từ đó thế bằng bồn và dương ban tại rụp hiệp pi nè con cầm lăng dương khát để quạt khơi với quạt cho ta thọt hai bánh to này chẳng máu dương ban tạm chẳng bàn tay ơi rồi ta nè qua miền dương từ đó thế bạch ai thế bà mình ai thì máu của pung ta bồi dưỡng kia luôn nè mưa sẵn than đấy cứ đặt máu cứ trong vô bà sa giờ đúng đâu cả lại bà sa ta cái bảy nó cứ dun ho rồi bỏ xiêm nó cứ cái chung nó trời mà bà phết nó cứ bà phết ở dân hot chung nó thì nó ăn đến cầm tịnh vì bốn dương chỉ là chuyện một thằng đập vào mùi bàn tay là ní bờ tam để dương để sản kết nơi cái này nhúng chẳng nẹp vào miền mà dương ta bà phết dân hot gripen rồi bỏ họ sôi ảnh bà bỏ sôi ảnh nâng này chẳng nếu trong trường điệp trường chẳng mà đó mong nâng lấy cục pung tay to plau mỏ đã nơi đầm món bà sạt tầm món tại cái bẫy thọ đốn nâng ô smite chẳng lấy ô smite giúp mình nông chỉ lo mong em chiêng mà đo mong của mùi dân ho là bỏ xiêm ban tầm lẹ gọp bay nếu casino ô smite những tầm đó bà là ngày casino ô smite đây thua oi nè casino ô smite rồi bỏ lục ở nhà nè lâm hến ở ban che chẳng giúp mày những cứ đói dân ho chụp bằng tập hiệp bà ta mà giúp dương bà bạn nâng ai đọc mũi với cái pen này cái bàn tay nè đây cái snap show nè đây chấm ní người ta thì đối chuyện sầm lên những cái bên tập hiệp ai đọc mũi cái pen nâng đi là bỏ suy ai nâng đi là chẳng tám xong để than mới thay ban chập đam phở dân ho cái pen nâng hành chẳng ba chập đam vì phụ là nghĩ mình nâng khơi khang ở xa bờ miền Thái phải tha ban phải chun tranh ở cái pen nâng màu hỏi này chẳng giúp mình những cứ tầm lẹ gọt bay nâu ô smite đừng phóng hơi tầm lẹ một đó giặt ta mòn ta bảy mà chua nâng hồn bà nâng pe giúp bà hồn hô đỏ màu bảy cao pi tầm lẹ gọt bay hết bà to plau mùi là hô đỏ màu mà đỏ là một dụng nâng này bàn tay cao pi mà sao bánh có nâu là nghi màu bà hai chia buôn chiến còn tọp cầm chia bao dương này thằng control cặp lương control có bạn đặt tàu mà chốt này bà đặt tàu mà chốt này bà đôi chỉ pi chốt đâu pi bay chốt đâu bà
nâng này nếu không ở chọc màនៅឧត្តរមានជ័យបាទហើយយើងបន្តដំណើរទៅទៀតនេះខ្ញុំនិយាយនេះគឺតាមដំណាក់ដែលតាមជួរភ្នំដងដែរបងប្អូនបាទដើម្បីកុំឲ្យបងប្អូនពិបាកយល់អត់ដឹងតំបន់ណាឮតែឈ្មោះប៉ុន្តែនឹងខេត្តណាបងប្អូនទទួលស្គាល់អ្នកដែលស្គាល់ខ្ញុំទទួលស្គាល់ថាបងប្អូនស្គាល់ទៅចោះប៉ុន្តែបងប្អូនអ្នកតាមដានខ្លះគាត់អត់ស្គាល់តំបន់ទេបាទចប់ពីឧត្តរមានជ័យហ្នឹងខ្ញុំចូលទៅដល់ទឹកដីខេត្តបន្ទាយមានជ័យចូលទៅទឹកដីខេត្តបន្ទាយមានជ័យគឺដល់មុនគេគឺច្រកបឹងតគួនច្រកបឹងតគួនយប់មិញព្រឹកនេះឥឡូវយើងព្រឹកនេះសិនព្រឹកនេះបើតាមខ្ញុំទទួលព័ត៌មានពីក្រុមការងារគឺថៃនៅកំពុងតែបន្តផ្លោងយ៉ាងញាប់មកដល់ម៉ោងហ្នឹងប៉ុន្តែប្រភេទកំភ្លើងផ្លោងចា៎បាទនៅច្រកបឹងតគួនបាទផ្លោងតាំងពីម៉ោង 5 ម្លេះហើយម៉ោងនេះកំពុងតែញាប់ហើយបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតំបន់នោះចាក់ចេញអស់ហើយព្រោះទីតាំងនៅកន្លែងច្រកបឹងតគួនហ្នឹងបងប្អូនធ្លាប់ទៅដល់ដឹងផ្ទះបងប្អូនប្រជាពលរដ្ឋគេហៅថាជីវភាពយើងមើលទៅផ្ទះជីវភាពគ្រាន់បើទូធាបាទទូធាមានផ្ទះធំស្អាតមានកាស៊ីណូមានធនាគារមានអីអាគារពាណិជ្ជកម្មច្រើនចាបាទច្រកតូចល្មមមែនប៉ុន្តែច្រកហ្នឹងក៏សំខាន់ល្អបាទអញ្ចឹងឥឡូវសម្រាប់ព្រឹកនេះកំភ្លើងផ្លោងរបស់សៀមកំពុងតែផ្លោងយ៉ាងទន្ថើនហើយយើងក៏កំពុងតែតបដែរហ្នឹងសម្រាប់ព្រឹកហ្នឹងព្រោះកាលពីយប់ផ្លោងមួយចា៎ហើយអាគាររបស់គយនឹងរដ្ឋកោនៅកន្លែងច្រកហ្នឹងគឺវាបាញ់កំទេចបាទដោយបាញ់ដោយប្រភេទអាវុធនៅលើរថក្រោះនិងអាវុធនៅលើអាស្គុតបាទបាញ់កំទេចនៅអាគារនៅច្រកអង្គរហ្នឹងបាទហើយអត់ទេនេះកំណាក់នេះនៅខាងធម្មតាយកឲ្យចេញនៅនោះហើយមកដល់ជោគជ័យព្រៃច័ន្ទបាទចាប់ពីច្រកបឹងតគួនទៅមកជោគជ័យព្រៃច័ន្ទនៅខាងកើតជោគជ័យម៉ោងនេះបើតាមក្រុមការងារយើងដែលកំពុងតែទទួលព័ត៌មានពីកន្លែងព្រៃច័ន្ទគឺកំពុងតែផ្លោងមួយចា៎បាទក្របផ្លោងពីថៃមកមួយដែរហ្នឹងហើយមួយដែរនៅជោគជ័យព្រៃច័ន្ទហ្នឹងហើយបាទអញ្ចឹងមកជួរហ្នឹងគឺនៅកំពុងតែបន្តផ្ទុះហើយបងប្អូននៅខាងប៉ោយប៉ែតទីប្រជុំជនហ្នឹងបើតាមព័ត៌មានដែលក្រុមការងារយើងទទួលគឺថាដូចជាចេញអស់ជាង 80% ទៅហើយនៅទីប្រជុំជនហ្នឹងចា៎បាទស្ងាត់បាទអត់ដូចមុនទេគឺស្ងាត់ហើយសាលារៀនអីហ្នឹងយើងដឹងស្រាប់ហើយបិទទ្វារអស់ហើយបាទបិទអស់ហើយចា៎បាទអញ្ចឹងមកដល់ប៉ោយប៉ែតដែរបងប្អូនណាហើយធ្លាក់មកដល់ខាងបាត់ដំបងយើងច្រកបាត់ដំបងហ្នឹងគឺអីគេនៅកន្លែងស្រុកកំរៀងនៅខាងច្រកបាត់ដំបងចូលដល់មុនគេយកស្អីដែលនៅស្រុកកំណើតរបស់អៀងសេរីនោះនៅសំឡូព្រោះហ្នឹងហើយបន្ទាប់ពីនឹងទៅបានចូលដល់សពៅលូនបាទសពៅលូនបាទអញ្ចឹងសពៅលូនម្សិលមិញពេលល្ងាចបើតាមព័ត៌មានដូចជាថៃបានផ្លោងចូលមកក្របហ្នឹងហើយនៅសពៅលូនចា៎តិចតួចបៃលិនដូចជាអត់អីទេបៃលិននៅស្ងាត់ព្រានទេចា៎ហើយថ្មដាព្រឹកនេះខ្ញុំទទួលព័ត៌មានពីខាងក្រុមការងារយើងមកព្រឹកនេះនៅថ្មដាអត់ទាន់ផ្ទុះទេបាទនៅស្ងប់ប៉ុន្តែកាលពីយប់ផ្ទុះបានន័យថាផ្លោងពីថៃមកផ្លោងជុំរហូតហើយទាំងដ្រូនផងដ្រូនក៏បែកផងចា៎បាទម៉ោង 6 គឺដ្រូនក៏បែករបស់ថៃនេះគេទម្លាក់ចំអាគារនៅថ្មដាហ្នឹងតែម្ដងដែលធ្វើឲ្យអាគារមួយចំនួននៅក្នុងនោះមានការខូចខាតបាទខូចខាតហើយកាស៊ីណូរបស់លោកកញ្ញាទ្រីភិបហ្នឹងគឺត្រូវបានគ្រាប់ផ្លោងមិនមែនគ្រាប់ផ្លោងបើតាមក្រុមជំនាញដែលគាត់ទៅពិនិត្យមើលជាក់ស្ដែងគឺវាមិញនេះរូបខ្ញុំឲ្យមិញនេះនៅថ្មដាមិញនេះនេះដែលយើងបានរូបភាពដែលគ្រាប់បាញ់ត្រូវអីយ៉ាងម៉េចយ៉ាងណាហ្នឹងគឺរូបភាពនេះកាស៊ីណូនៅថ្មដាហ្នឹងគ្រាប់ដែលចំហ្នឹងគឺជាប្រភេទគ្រាប់បែកដ្រូនទេចា៎បាទគ្រាប់បែកដ្រូនមិនមែនជាប្រភេទគ្រាប់ផ្លោងទេបាទមិនគ្រាប់ផ្លោងទេអញ្ចឹងត្រូវតំបន់មកជួរហ្នឹងដោយសារតែនៅថ្មដាបងប្អូនប្រជាពលរដ្ឋនៅតំបន់ថ្មដាហ្នឹងមិនសូវជាមានផ្ទះណែនតែនតាប់ទេចា៎បាទនៅតិចតួចដល់ហើយបាទអញ្ចឹងហើយបានជាវាមិនសូវប៉ះពាល់សម្រាប់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរបស់យើងហើយប្រជាពលរដ្ឋនៅមួយចំនួនហ្នឹងគឺយើងខាងអាជ្ញាធរឲ្យគាត់ចាក់ចេញបាទឲ្យគាត់ចាក់ចេញចា៎
ហើយដោយសារតែថៃផ្លោងបន្តបន្ទាប់សម្ដៅរបស់យើងនៅវេលាម៉ោងប្រហែលជាង7 8ជាចូល9ហើយខាងភាគីកម្ពុជារបស់យើងក៏បានឆ្លើយតបទៅដូចជាពីកញ្ឆេងដែរយប់មិញបាទយប់មិញក៏ស្ងាត់ទៅចា៎បាទអាហ្នឹងវាមិនមានតែឯងអីអាហ្នឹងវាដាក់ទៅដែរបាទអញ្ចឹងនៅធម្មតាសម្រាប់ព្រឹកនេះមិនទាន់មានសម្លេងផ្ទុះនៅឡើយទេប៉ុន្តែយប់មិញគឺរហូតដល់ម៉ោង10 បាន 10ចា៎បាទ1ព្រឹកនេះមានការចែកចាយលើបណ្ដាញសង្គមថាភាគីថៃបាញ់ចេញពីផ្លូវទឹកមកដែរចាកន្លែងហ្នឹងចំណុចហ្នឹងយ៉ាងណាចាសូមឲ្យលោករដ្ឋាភិបាលបកស្រាយប្រាប់ប្រិយមិត្តកុំឲ្យគាត់មានការចែករំលែកយល់ចា៎ដោយសារព្រឹកមិញមានការភ្ញាក់ផ្អើលព័ត៌មាននៅក្នុងបណ្ដាញសង្គមថាជើងទឹកផ្ទុះហើយចា៎បាទនៅជើងទឹកផ្ទុះហើយអញ្ចឹងខ្ញុំទន្ទឹមនឹងឃើញក្នុង Facebook ហើយគេសួរមកអញ្ចឹងទៀតខ្ញុំព្យាយាមតាក់ទងទៅក្រុមការងារយើងប្រចាំខេត្តកោះកុងភ្លាមឲ្យតាក់ទងព័ត៌មានទាំងអស់ហ្នឹងតើវាមានអញ្ចឹងអត់ហើយជាក់ស្ដែងយើងនៅទីនោះមានលឺសំឡេងអត់ហើយបានឃើញអីដែលប្រែប្រួលវិវត្តអត់នៅទីនោះអញ្ចឹងរឿងផ្ទុះនៅជើងទឹកនៅខាងកោះកុងគឺអត់មានទេប៉ុន្តែវាចេះលោកអ្នកបានដឹងខ្លះអ្នកខ្លះក៏មិនដឹងនៅចាប់ពីខេត្តកោះកុងពូស័ព្ទរហូតធ្លាយមកដល់បាត់ដំបងបៃលិនមកជួរហ្នឹងគឺខាងសៀមគេប្រើប្រាស់ទាហានជើងទឹកវាយលើគោកមកជួរហ្នឹងបានន័យថាទាហានជើងទឹកមិនមែនវាយតែក្នុងទឹកទេក៏គេមកវាយលើគោកហ្នឹងដែរអញ្ចឹងមកជួរហ្នឹងគឺគ្រប់គ្រងដោយទាហានជើងទឹកគេទៅបញ្ជូនមកបាញ់ផ្លោងមកលើយើងបន្តនៅពូស័ព្ទនៅអីហ្នឹងអញ្ចឹងបានន័យថាកងទ័ពជើងទឹករបស់សៀមគេហ្នឹងគឺគេគ្រប់គ្រងមកតំបន់បើខេត្តបើនិយាយពីខេត្តជាប់មួយយើងគឺមានខេត្តកោះកុងខេត្តពោធិ៍សាត់ខេត្តបាត់ដំបងរហូតដល់មកបៃលិនបាទគឺគេប្រើប្រាស់កងទ័ពជើងទឹកហើយថាដែលអាចវាថាថៃបាញ់ជើងទឹកហើយអាចអញ្ចេះឥឡូវកាសែតថៃក៏ចេញផ្សាយដែរមែនទេចាអាចចេះបានន័យថាគេបាញ់កាភ្លើងធំហ្នឹងចេញពីនាវានៅក្នុងទឹកតែសំដៅមកជើងគោកនៅខាងខេត្តពូស័ព្ទកាលពីយប់មិញហ្នឹងអញ្ចឹងគេអាចបាញ់កាភ្លើងធំរបស់គេចេញពីកប៉ាល់របស់គេនៅកន្លែងតាណាមួយនៅឯសមុទ្រហើយទម្លាក់មកទឹកដីខេត្តពូស័ព្ទរបស់យើងហ្នឹងគឺនៅខាងថ្មដាហ្នឹងឯងចាចំណុចនេះគឺដូចទៅនឹងលោករដ្ឋាភិបាលលើកឡើងអញ្ចឹងបើតាមកាសែតខៅសួតបានបញ្ជាក់ឲ្យល្ងាចមិញហ្នឹងចាគឺនាវាកងទ័ពជើងទឹករបស់ថៃនេះបានបើកប្រតិបត្តិការជួយគ្រប់គ្រងទ័ពជើងគោកអញ្ចឹងដោយលោករដ្ឋាភិបាលអញ្ចឹងបាញ់ចេញពីនាវានៅលើទឹកនេះដើម្បី support គ្រប់គ្រងអាប្រតិបត្តិការនៅលើគោកកងទ័ពនៅលើគោកហ្នឹងដែរចាអញ្ចឹងរឿងផ្ទុះនៅជើងទឹកហ្នឹងគឺគេប្រើអាវុធគ្រប់គ្រងហ្នឹងគឺមកបាញ់មកគ្រប់គ្រងជើងគោកអញ្ចឹងទេចាគេប្រើនាវា ATMS ចាបាទហ្នឹងហើយបាញ់គ្រប់គ្រងអញ្ចឹងបងប្អូនមើលឃើញនៅក្នុងបណ្ដាញសង្គមដែលគាត់ផ្សាយហ្នឹងគឺគាត់និយាយអត់ត្រូវអត់ចំគោលដៅបងប្អូនអាចច្រឡំណាចាបាទអាចច្រឡំអញ្ចឹងខ្ញុំចង់ពលាតអានឹងបន្តិចដូចជាម្សិលមិញអញ្ចឹងបងប្អូនឃើញនៅក្នុងបណ្ដាញសង្គមថៃផ្លោងមកឆេះផ្សារស្អែមហើយបាទផ្អើលផ្សារស្អែមខ្ញុំក៏ឲ្យក្រុមការងារមើលពិនិត្យមើលជាក់ឡើងប្រមូលទិន្នន័យឲ្យច្បាស់ដល់ពេលសាកសួរទៅថាផ្សារស្អែមឆេះមែនតែមិនមែនឆេះដោយគ្រាប់បែកផ្លោងទេមិនមែនគ្រាប់ផ្លោងទេគឺឆេះដោយសារទុសេខ្សែភ្លើងអញ្ចឹងបានគួរតែឆ្ងល់តែចង្រៃអីផ្សារស្អែមមកឆេះទុសេខ្សែភ្លើងឆេះចង់ថ្ងៃហ្នឹងឯងឆ្ងល់គេកំពុងតែក្តៅហ្នឹងមិនសមហ្នឹងគឺផ្អើលច្រើនមែនតើបងប្អូនប្រិយមិត្តដែលគាត់ប្រើប្រាស់បណ្ដាញសង្គមគាត់គិតថាថៃបានផ្លោងមកដាក់ចំផ្សារស្អែមចាគាត់អត់មានដឹងថាវាផ្ទុះខ្សែភ្លើងចាហ្នឹងហើយបងប្អូននេះខ្ញុំរៀបរាប់តាមលំដាប់លំដោយហ្នឹងគឺដើម្បីឲ្យបងប្អូនសួរតាមដានបាទដែលព្រឹត្តិការណ៍សម្រាប់ព្រឹកនេះឲ្យបងប្អូនដឹងថាផ្ទុះនៅកន្លែងតាណាខ្លះសម្រាប់ព្រឹកហ្នឹងបាទឲ្យបងប្អូនដឹងប៉ុណ្ណឹងបាទហើយនៅក៏នៅមានព័ត៌មានជាច្រើនទៀតចាំតាមលំដាប់លំដោយតាមវគ្គនីមួយៗដូចជាមានខាងថាតើម៉ោងនេះពេលនេះមានប្រទេសណាខ្លះដែលនឹងទៅចេញសេចក្តីថ្លែងការណ៍តើស្ថាប័នថ្នាក់ដឹកនាំកម្ពុជានៅលើពិភពលោកណាខ្លះដែលគាត់ដែលកំពុងតែជំរុញឲ្យការប្រយុទ្ធគ្នាថមថយទៅវិញបាទអញ្ចឹងដោយសារពេលវេលាចាអរគុណវគ្គទី2វគ្គទី1នេះសូមពេលសម្រាប់បន្តិចសិនចាំជួបគ្នាបន្តវគ្គទី2